មាសបានបិទផ្សារនៅក្នុងតម្លៃកំពូលនៃសប្តាហ៍នេះបាទស្វាគមន៍បងប្អូនទាំងគ្នាមកជួបខ្ញុំបាទនេះនៅក្នុងវីដេអូថ្មីនៅថ្ងៃទី9ខែ5ឆ្នាំ2026នេះត្រូវនឹងថ្ងៃសៅរ៍ដែលជាថ្ងៃមាសធ្វើការបិទផ្សារហើយយើងឃើញថាមាសបានបិទផ្សារនៅក្នុងតម្លៃកំពូលនៃសប្តាហ៍នេះតែម្ដងបងប្អូនទាំងគ្នាមាសបានធ្វើការបិទផ្សារនៅក្នុងតម្លៃ$5,680នៅក្នុងមួយដំឡឹងឬក៏ស្មើនឹង$4,715នៅក្នុងមួយអោនកាលពីវីដេអូទី125របស់ខ្ញុំបានសួរបងប្អូនថាតើការគិតរបស់បងប្អូនថាតើតម្លៃមាសនឹងឡើងទៅបំបែកតម្លៃទៅតែឡើងទៅដល់ហើយឡើងទៅដល់តម្លៃ$4,800ដែរឬទេមុនមកបិទផ្សារចូលមកដល់ហើយឈានចូលដល់ថ្ងៃសៅរ៍ដែលមាសធ្វើការបិទផ្សារនេះគឺមាសមិនបានឡើងទៅដល់តម្លៃ$4,800នៅក្នុងមួយអោនទេបងប្អូនទាំងគ្នាគឺមាសបានត្រឹមតែស្ថិតក្នុងតម្លៃ$4,715នៅក្នុងមួយអោនមុនមកបិទផ្សារចូលមកដល់កម្លាំងកើនឡើងរបស់មាសគឺនៅតែបន្តដដែលទេបងប្អូនទាំងគ្នាចំណែកឯកម្លាំងក្នុងការធ្លាក់ចុះដូចជាមិនទាន់មានទេប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាត្រូវរងចាំគឺព័ត៌មាននៅថ្ងៃសៅរ៍នេះហើយនៅថ្ងៃអាទិត្យថាតើមានព័ត៌មានអ្វីដែលអាចនឹងប៉ះពាល់ដល់តម្លៃមាសដែរឬទេហើយប៉ះពាល់ហ្នឹងតើនឹងប៉ះពាល់បែបម៉េចប៉ះពាល់ឲ្យតម្លៃមាសឡើងឬក៏ប៉ះពាល់ឲ្យតម្លៃមាសចុះព័ត៌មានសំខាន់បច្ចុប្បន្នដែលទីផ្សារកំពុងតែផ្ដោតគឺព័ត៌មាននៅឯមជ្ឈមបូព៌ាបងប្អូនទាំងគ្នាបើសិនជាមជ្ឈមបូព៌ាមានភាពធូរស្រាលទៅឈានទៅរកការបិទបញ្ចប់នៃសង្គ្រាមតែម្ដងគឺតម្លៃមាសអាចនឹងធ្វើការហក់ឡើងទៅបន្តទៀតអាចឡើងទៅដល់$4,800 $4,900 ឬក៏អាច$5,000នៅក្នុងមួយអោនក៏ថាបានដែរបងប្អូនទាំងគ្នាប៉ុន្តែបើសិនជាមជ្ឈមបូព៌ារកដំណោះស្រាយមិនទាន់ឃើញនៅតែធ្វើឲ្យតម្លៃប្រេងមានការកើនឡើងពេលនោះហើយតម្លៃមាសអាចនឹងមានការធ្លាក់ចុះមកវិញខ្លះឬក៏មិនទាន់មានការកើនឡើងតទៅទៀតលើតម្លៃដែលមាសបានស្ថិតនៅបច្ចុប្បន្នចឹងបងប្អូនកុំភ្លេចរងចាំរយៈពេល2ថ្ងៃនេះពីព្រោះថាដោយបងប្អូនដឹងស្រាប់ចឹងលោកដូណាល់ត្រាំពីភាគច្រើនគឺគាត់ចូលចិត្តលេងនៅចុងសប្តាហ៍ថ្ងៃសៅរ៍ថ្ងៃអាទិត្យចឹងបងប្អូនអាចរងចាំមើលទាំងអស់គ្នាទៀតបើតាមព័ត៌មានខ្ញុំទទួលបានខ្លះកងទ័ពឬក៏កងទ័ពថ្មើរជើងរបស់សហរដ្ឋអាមេរិកគឺមានការកើនឡើងច្រើនដូចជារហូតដល់50,000នាក់នៅឯមជ្ឈមបូព៌ាអញ្ចឹងយើងក៏មិនទាន់ដឹងថាតើសហរដ្ឋអាមេរិកនឹងលេងរបៀបណាទៀតដែរនឹងឈានទៅរកការបិទបញ្ចប់សង្គ្រាមឬក៏អាចបញ្ជូនកងទ័ពថ្មើរជើងចូលទៅប្រទេសអ៊ីរ៉ង់ដើម្បីផ្ដួលរំលំរបបផ្ដាច់ការរបស់អ៊ីរ៉ង់ទាំងស្រុងតែម្ដងឬក៏យ៉ាងណាយើងក៏មិនទាន់ដឹងដែរបងប្អូនទាំងគ្នា